Boom hello ស្ដីអ្នកនរគ្នាខ្ញុំ Spooky today ខ្ញុំប្រាប់អ្នកនរគ្នាអំពី ability របស់សត្វមួយចំនួននៅក្នុង Grow Garden Part 2ថ្ងៃនេះយើងមកនិយាយពីពង Uncommon ម្ដងចូលទៅសត្វមុនដំបូងគឺ Black Bunny ទន្សាយពណ៌ខ្មៅរៀងរាល់ពេល40វិនាទីម្ដងវានឹងធ្វើការស៊ីការ៉ុតហើយស៊ីការ៉ុតហ្នឹងវានឹងធ្វើការឲ្យ bonus មកយើង 1.77 1.74 អ្នកនរគ្នាបាទខ្ញុំនិយាយរៀងតាក់កន្លែងណាសុំទោសផងខ្ញុំទៅមានធ្វើវីដេអូដំបូងហើយសត្វទី2គឺជាសត្វ Chicken សត្វមាន់ហ្នឹងបើយើងដាក់វានៅក្នុង garden យើងទៅឧទាហរណ៍យើងមានពងអញ្ចឹងពងហ្នឹង1ម៉ោងបានវាញាស់ប៉ុន្តែបើយើងដាក់កូនមាន់ហ្នឹងចូលទៅនេះឯងតើ40នាទីវាធ្វើការបន្ថែម speed ឲ្យពងហ្នឹងចំនួន 10% ខ្ញុំមកដល់សត្វទី3គឺជាសត្វរាសត្វរាគឺជាសត្វក្តាមហើយ ability របស់វាមានដល់ឱកាសឲ្យយើង 3% នៅពេលដែលយើងប្រមូលផ្លែបេរីទៅផ្លែបេរីហ្នឹងវានៅដដែលឥឡូវខ្ញុំឧទាហរណ៍អ្នកនរគ្នាឆាប់យល់ពួកអីខ្ញុំក៏ពិបាកយល់ដែរឧទាហរណ៍យើងប្រមូលផ្លែបេរីនៅដើមយ៉ាងបេរីហ្នឹងយើងមានមួយហើយយើងប្រមូលមកចូលក្នុង stock ឯកតាមួយហ្នឹងនៅដដែលអញ្ចឹងមានន័យថា ability របស់ Dia ហ្នឹងវាកំពុងតែដំណើរការយើងចូលមកដល់សត្វចុងក្រោយយើងគឺជាសត្វ Cat គឺជាសត្វឆ្មាហើយ ability របស់វារៀងរាល់80វិនាទីម្ដងឆ្មានឹងធ្វើការគេងហើយនៅពេលដែលឆ្មាគេងនឹងមានរង្វង់ព័ទ្ធជុំវិញខ្លួនរបស់ឆ្មាហើយបើផ្លែឈើនៅក្នុងរង្វង់ហ្នឹងវានឹងធ្វើការរីកធំ 1.25% ហ្នឹងគឺជានេះ ability របស់ឆ្មាហ្នឹងហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេបាទបើសិនមានកំហុសខុសឆ្គងកន្លែងណាសូមអ្នកនរគ្នាជួយអភ័យទោសផងហើយបើពាក្យអង់គ្លេសឡើយណាដែលខ្ញុំនិយាយខុសក៏សូមអភ័យទោសផងព្រោះខ្ញុំអង់គ្លេសមិនសូវខ្លាំងម៉ាក់នេះអានមកល្មមហើយបើអ្នកនរគ្នាមានចម្ងល់អ្វីទៀតអាច comment នៅខាងក្រោមសួរខ្ញុំបានខ្ញុំធ្វើការឆ្លើយតបទៅអ្នកនរគ្នាដោយធ្វើការចេញវីដេអូប្រាប់អ្នកនរគ្នាឥឡូវ goodbye see you again